ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍សម្រាប់ការវិលត្រឡប់មកវិញសាជាថ្មីថ្ងៃនេះគឺខ្ញុំមកធ្វើ podcast មួយជាមួយនឹងបងដែលគាត់គឺជាសន្តិសុខខាងផ្នែកព័ត៌មានវិទ្យាបាទដែលយើងហៅថា cyber អញ្ចឹងឥឡូវខ្ញុំសូមឲ្យគាត់ធ្វើការណែនាំខ្លួនជូនអ្នកទាំងអស់គ្នាសិនបើឲ្យបន្តិចទៀតគឺយើងនឹងធ្វើការជជែកគ្នាតាក់ទងជាមួយនឹង topic ដែលកំពុងតែពេញនិយមប្រហែលថ្ងៃនេះគឺតាក់ទងជាមួយនឹងការវាយប្រហារទៅលើ Bybit ក៏ដូចជាការស្វែងយល់បន្ថែមពីក្រុមដែលវាយប្រហារនៅពីក្រោយនៃក្រុមហ៊ុនដ៏ធំមួយផងដែរបាទអញ្ចឹងឲ្យបងគាត់ធ្វើការណែនាំខ្លួនជូនទៅយ៉ាងបងប្អូនតិចបងបាទជំរាបសួរខ្ញុំខេដែរបាទខ្ញុំបាត់ឈ្មោះសុខាហើយខ្ញុំជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខ Cyber ហើយក៏ជាអគ្គនាយកក្រុមហ៊ុន Technovite Solution ក្រុមហ៊ុន Technovite Solution គឺយើងផ្ដោតអារម្មណ៍ទៅលើផ្ដោតប្រឹក្សាទៅលើវិស័យសន្តិសុខ Cyber នេះតែម្ដងអញ្ចឹងប្រសិនបើភ្ញៀវឬក៏បងប្អូនដែលត្រូវការជាជំនួយឬក៏ត្រូវការជួយមើលទៅលើការប៉ាន់ប្រមាណទៅលើប្រព័ន្ធផ្សេងៗនៅក្នុងស្ថាប័នអាចទំនាក់ទំនងមកខ្ញុំបាទមកជួយផ្ដល់ប្រឹក្សាជាយោបល់ក៏ដូចជារៀបចំនៅការសាកល្បងមួយចំនួនដើម្បីឲ្យយើងឃើញថាតើប្រព័ន្ធនៅក្នុងស្ថាប័នហ្នឹងមានភាពងាយរងគ្រោះកន្លែងណាហើយយើងអាចគួរបិទវាដោយវាមិនហើយថ្ងៃនេះក៏សប្បាយចិត្តដែរបានជួបជាមួយ JMK ដែលជាតារាល្បីផងនៅក្នុង YouTube បាទនឹងគេបាទបើយើងនិយាយអំពីការវាយប្រហាររបស់ Bybit គឺយើងនឹកឃើញនៅក្រុមមួយគេហៅថា Lazarus ដែលជាក្រុម hacker មកពីប្រទេសកូរ៉េខាងជើងបាទហើយនៅពេលនោះគឺយើងឃើញថាក្រុមនោះគឺល្បីមិនមែនទុំតែឆ្នាំថ្មី2024 25ហ្នឹងទេបាទគឺគាត់មានប្រវត្តិធ្លាប់ធ្វើការវាយប្រហារទៅលើប្រទេសផ្សេងៗទៀតបាទក៏ដូចជាប្រព័ន្ធផ្សេងៗទៀតដែរយើងមើលឃើញកាលពីឆ្នាំ2021ដែលគាត់ធ្លាប់ធ្វើការវាយប្រហារទៅលើក្រុមហ៊ុន Sony ដែលពេលហ្នឹងគេមានរឿងកុនមួយតាក់ទងជាមួយនឹងថ្នាក់ដឹកនាំរបស់កូរ៉េខាងជើងដល់ពេលហ្នឹងគាត់ក៏បានវាយប្រហារទៅក្រុមហ៊ុន Sony តែម្ដងហើយគាត់ក៏ធ្លាប់វាយប្រហារទៅលើក្រុមហ៊ុន blockchain ផ្សេងៗដែរបាទកាលពីតាំងពី2017 18 21 22បាទអញ្ចឹងគាត់សុទ្ធតែក្រុមហ៊ុនធំៗហ្នឹងសុទ្ធតែធ្លាប់ត្រូវបានគាត់វាយប្រហារជាច្រើនដងប៉ុន្តែបើយោងតាមព័ត៌មានមួយចំនួនថាក្រុមនោះគឺជាក្រុមសម្រាប់បម្រើការរដ្ឋាភិបាលរបស់កូរ៉េខាងជើងបងគិតមិនដែរបងលើជាការវិភាគការតាមការស្រាវជ្រាវភាគ APT គឺតែងតែមានពាក់ព័ន្ធជាមួយនឹងស្ថាប័នរដ្ឋាភិបាលនៅប្រទេសណាមួយដែលគេឲ្យរហស្សនាមទៅតាមវិធីសាស្ត្រហើយនឹងរបៀបនៅក្នុងការវាយប្រហារក៏ដូចជាឧបករណ៍ដែលគេបានប្រើប្រាស់អញ្ចឹងគេតែងតែមើលនៅតើចំណុចណាខ្លះដែលជាចំណុចគេហៅថា indicator of compromise ហ្នឹងនៅកើតចេញពីកន្លែងណាមកបាទអញ្ចឹងគេមើលវិភាគទាំងអស់ចំណុចទាំងអស់នោះហើយគេអាចនឹងវាតម្លៃថាតើក្រុមហ្នឹងត្រូវបានជាក្រុមវាយប្រហារដែលមានការ sponsor ពីរដ្ឋាភិបាលប្រទេសណាមួយបាទអញ្ចឹងយើងនៅលើពិភពលោកមានច្រើនមានគ្រប់ប្រទេសទាំងអស់ក៏គេតែងតែមានក្រុមគេហៅនិយាយរួមទៅដូចកងទ័ព cyber អញ្ចឹងបាទកងទ័ពហ្នឹងគឺអាចទាំងការពារផងទាំងវាយប្រហារផងបាទយើងបើយើងមើលសូម្បីតែប្រទេសរុស្ស៊ីប្រទេសចិនប្រទេសអ៊ីរ៉ង់វៀតណាមនៅជិតយើងហ្នឹងក៏មានក្រុមដែលមានគេហៅថា hacker ដើម្បីទទួលនៅការងារទាំងការពារទាំងវាយប្រហារនៅប្រទេសផ្សេងៗហ្នឹងបាទហើយខ្ញុំទំឃើញប្រហែលថ្ងៃមុននេះដូចជា FBI ប្រកាសតាមចាប់ hacker ចិនពី10នាក់ទៀតលោកបាទធម្មតាពេលដែលយើងឃើញប្រទេសធំនៅលើពិភពលោកប្រទេសមហាអំណាចនេះគាត់មានប្រព័ន្ធច្រើនហើយអញ្ចឹងគាត់ហើយបើយើងមើលមែនតើទៅសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនគាត់តែងតែចោទប្រកាន់គ្នាទៅវិញទៅមកហើយឥឡូវមួយរយៈនេះគឺជានយោបាយបើកចំហទៀតគឺគាត់ចោទគ្នាផ្ទាល់តែម្ដងគឺថាប្រទេសចិនវាយប្រហារសហរដ្ឋអាមេរិកសហរដ្ឋអាមេរិកវាយប្រហារប្រទេសចិនអីចឹងបើទៅវិញទៅមកអត់មានចាំបាច់ជាមានពិធីការអីមានប្រូតូកូលអីទេគឺចោទគ្នាត្រង់ទៅវិញទៅមកទេបាទឥឡូវយើងចូលដល់សេណារីយ៉ូតាក់ទងជាមួយនឹងការ hack ទៅលើ Bybit បងព្រោះខ្ញុំគិតថាប្រហែលជាមានបងប្អូនច្រើនគាត់ចង់ដឹងថាតើវាកើតឡើងបានយ៉ាងដូចម្ដេចបាទចឹងយើងភ្ជាប់ប្រហែលអីមិនយើងចាប់ដើមនិយាយពីរឿងរូបិយប័ណ្ណ
អរូបីcryptocurrency បាទអញ្ចឹងបើយើងនិយាយពេលនេះគឺប្រជាជនកម្ពុជាយើងក៏ចាប់ដើមមានភាពខុសខលក្នុងការចូលរួមលេងឬក៏ថាធ្វើអាជីវកម្ម trade ណាបាទ trade បាទអាជីវកម្មទៅលើ cryptocurrency នេះដែរបាទអញ្ចឹងនៅព័ត៌មានដែលពេលចេញពី Bybit មួយនេះមកគឺធ្វើឲ្យទីផ្សារ crypto នោះវាធ្លាក់ខ្លាំងមែនទែនបាទហើយធ្វើឲ្យប្រជាជនជាពិសេសប្រជាជនខ្មែរយើងក៏ភ័យអ្នកផ្សេងក៏ភ័យនៅប្រទេសផ្សេងៗក៏គេភ័យដែរបាទពីព្រោះមានការបាត់បង់ Ethereum ហ្នឹងដល់រាប់ពាន់Ethereum បាទកន្លះបើជាគិតវាថាវិការរហូតដល់ 1.5 billion ណាបាទ 1.5 លានដុល្លារអញ្ចឹងវាច្រើនមែនទែនបាទអញ្ចឹងធ្វើឲ្យប្រជាជនមានការភ័យខ្លាចអញ្ចឹងបើយើងនិយាយពីតើគេធ្វើវិធីសាស្ត្រវាម៉េចអញ្ចឹងយើងត្រូវបកត្រឡប់ទៅមើលក្រុមវិធីសាស្ត្ររបស់ក្រុម Lazarus ហ្នឹងមកវិញបាទក្រុមហ្នឹងគឺភាគច្រើនគាត់ប្រើវិធីសាស្ត្រដំបូងគឺគេហៅថា social engineering បាទជាវិធីសាស្ត្រដែលប្រើប្រាស់ដើម្បី hack ទៅលើមនុស្សគឺកើតឡើងចេញពីនៅក្នុងការវាយប្រហារ Bybit ហ្នឹងក្រុមហ៊ុន Bybit នេះគឺកើតឡើងចេញពីការវាយប្រហារតាមរយៈគឺធ្វើ social engineering ទៅតាម LinkedIn អញ្ចឹងយើងដឹងថា LinkedIn ហ្នឹងជាប្រព័ន្ធដែលជាការរើសបង្ហាញអំពីមុខរបរឬអាជីពរបស់អ្នកធ្វើការយើងអាចដាក់ CV យើងដាក់ប្រវត្តិរូបរបស់យើងនៅក្នុងហ្នឹងអញ្ចឹងក្រុមហ៊ុន Bybit គាត់បានជ្រើសរើសបុគ្គលិកបាទជ្រើសរើសបុគ្គលិកនៅក្នុង LinkedIn ហ្នឹងហើយអញ្ចឹងក្រុម hacker ក៏គាត់បានបន្លំខ្លួនធ្វើជាអ្នកដែលចង់ដាក់ apply ទៅលើការងារហ្នឹងដែរខ្ញុំគិតថា LinkedIn វាអាចនឹងជាកន្លែងមួយដែលល្អសម្រាប់គាត់ជ្រើសរើសច្រើនហ្មងព្រោះកន្លែងនេះគាត់ថាវាមានហានិភ័យព្រោះថាពួកគាត់បង្ហាញពី context របស់ពួកគាត់និង information ពួកគាត់ច្រើនហ្មងនៅលើបាទអានឹងជារឿងសាមញ្ញទេតាមពិតរាល់ពេលយើងធម្មតាយើងជ្រើសរើសបុគ្គលិកយើងតែងតែបង្ហាញអំពីតើយើងត្រូវការបុគ្គលិកនោះដើម្បីមកធ្វើការទទួលខុសត្រូវលើអីអញ្ចឹងអា key responsibility ហើយនៅ key requirement ហ្នឹងវាត្រូវតែមានបាទវាត្រូវតែមានដើម្បីបរិបទដែលយើងជ្រើសបុគ្គលិកឲ្យត្រូវទៅតាមហ្នឹងដែរបាទអញ្ចឹងហើយដែលជាចំណុចដែលធ្វើឲ្យ hacker ហ្នឹងអាចមានគេហៅថា advantage បាទមានគុណសម្បត្តិនៅក្នុងការយកអានោះជាចន្លោះប្រហោងដើម្បីងាយស្រួលទៅក្នុងការបន្លំខ្លួនធ្វើការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនហ្នឹងហើយចុងក្រោយគឺបានវាយតម្លៃបាទគេហៅថា assessment ទៅលើតើម្នាក់ហ្នឹងគាត់ចេះឬក៏អាចធ្វើការងារនឹងបានចឹងគាត់អាចធ្វើមិនឲ្យក្រុមហ៊ុនហ្នឹងគាត់ download ទៅលើ software ដែលគាត់បានបង្កើតហើយហ្នឹងបាទបានបង្កើតហើយហ្នឹងគឺឲ្យយកទៅវាតម្លៃទៅថាតើទៅស្របទៅតាមអ្វីដែលគាត់ចង់បានអត់អញ្ចឹងពេលដែលគាត់ install ឡើងទៅគឺជា malware បាទអញ្ចឹងគាត់ compromise ប្រព័ន្ធរបស់គាត់នៅក្នុងកន្លែងរបស់គាត់ហើយបាទចឹងបាននៅយើងមើលព័ត៌មានយើងឃើញថាគេហៅថា multiple stage of social engineering បាទអញ្ចឹងបានថាវាត្រូវមានដំណាក់កាលច្រើននៅក្នុងការធ្វើដើម្បីឲ្យក្រុមហ៊ុន Bybit ហ្នឹងមានការលេចធ្លាយនៅព័ត៌មានហ្នឹងបាទប៉ុន្តែបើយើងសង្កេតមើលទៅបើជំនាន់មុនគេហៅថាការអត្ថដោយផ្ទាល់ច្រើនជាងហ្មងតែមកដល់ជំនាន់នេះអាចនិយាយថាប្រព័ន្ធសមត្ថភាពខ្ពស់ច្រើនបាទអញ្ចឹងការវាយប្រហារគឺវាច្រើនគឺចាប់ដើមពីមនុស្សទៅមុនយកមកបាទត្រឹមត្រូវដោយសារពីមុនមកប្រព័ន្ធមានភាពងាយស្រួលបាទអញ្ចឹងhacker គាត់អាចវាយប្រហារប្រព័ន្ធផ្ទាល់ប៉ុន្តែប្រព័ន្ធឥឡូវគឺកាន់តែមានភាពទំនើបហើយនឹងប្រព័ន្ធការពារក៏មានភាពទំនើបហើយនឹងមានច្រើនតង់ដែរក្នុងការការពារអញ្ចឹងមិនងាយស្រួលក្នុងការវាយប្រហារផ្ទាល់ទេគឺងាយស្រួលជាងគេគឺមនុស្សនឹងហើយបាទព្រោះដោយសារមនុស្សគឺមានភាពងាយចន្លោះប្រហោងហើយនឹងតាក់ទងទៅទំនាក់ទំនងនេះទៅវិញទៅមកហើយជឿទុកចិត្តបាទចាំបានថាក្រុមហ៊ុនគាត់ដល់ធំមួយគឺកំហុសគឺមានតែបុគ្គលិកដែលគាត់កាន់ទៅលើការងារខាងផ្នែកឬបុគ្គលិកនឹងមួយដែលគាត់ធ្វើកំហុសនឹងឡើងបងបាទនឹងវាជាចំណុចដែលចាប់ផ្ដើមវាជាចំណុចដែលចាប់ផ្ដើមហើយយើងដឹងហើយបើយើងមិនបន្តបដាលហើយមិនធ្វើ awareness ឲ្យបុគ្គលិកយើងបានល្អទេគឺថ្ងៃណាមួយគឺនឹងមានការបែកធ្លាយបាទទៅលើចំណុចទាំងអស់ហ្នឹងហើយទី2បើយើងមើលមែនតើទៅប្រហែលជាអាចជាការធ្វើប្រហែលផងដែរដែលអាចថាមិនយកពេលដែលយើងធ្វើ assessment ទៅលើ software ហ្នឹងយើងគួរតែមាន separate policy មួយចំនួនទៅលើ software ពីខាងក្រៅយើងយកមកធ្វើ assessment វាមិនបាទហ្នឹងគឺយើងគួរតែមានគោលការណ៍ឬក៏នីតិវិធីមួយចំនួនដើម្បីទប់ស្កាត់បញ្ហានោះដែរ
ចុះបងមានអីបន្តទៀតយើងព្រោះពួកខ្ញុំចង់ដឹងអាសេណារីយ៉ូបន្តទៅទៀតថាគឺនឹងវាកើតឡើងទៅមួយទៀតដើម្បីឈានទៅដល់ការ hack យកទៅលើកាក់នឹងបានបន្តទៀតហ្នឹងបងបាទមានពីរចំណុចដែលខ្ញុំអាចផលិតតាក់ទងនឹងបច្ចេកទេសបន្តិចបន្ទាប់ពីគេ compromise ប្រព័ន្ធនឹងបានហើយខាង hacker នឹងគាត់ត្រូវធ្វើការច្រើនប៉ុន្តែធ្វើដោយមិនឲ្យធ្វើម៉េចកុំឲ្យខាងប្រព័ន្ធហ្នឹងគេមានធម្មតាគេមានប្រព័ន្ធដើម្បីតាមដានត្រួតពិនិត្យទៅលើបញ្ហាសន្តិសុខនៅក្នុងប្រព័ន្ធរបស់គេដែរប៉ុន្តែគេមានវិធីសាស្ត្រដើម្បីគេធ្វើគេហៅថាគេដាក់ធ្វើ obfuscate ទៅលើ obfuscate ទៅលើ VPN ហ្នឹងគឺដើម្បីធ្វើយ៉ាងណាឲ្យអាច connect មកពី server របស់ C2 របស់ C2 នឹងបានថាជា command center របស់ hacker ហ្នឹងគាត់អាច connect ទៅប្រព័ន្ធរបស់ Bybit នឹងបានដោយមិនឲ្យ Bybit បានដឹងឬក៏មានភាពថា abnormality បាទតែកើតឡើងទី1នឹងចំណុចទី1ដែលគាត់ប្រើគេហៅថា obfuscate ទៅលើ VPN process VPN ហ្នឹងគឺជា connection private បាទគេហៅ virtual private network បាទចំណុចទី2ទៀតដែលតាក់ទងនោះគឺដោយសារនៅខាងក្រុម Lazarus ហ្នឹងគាត់មានអ្នកជំនាញផ្នែកដែលទៅអាចគេហៅថា mass transaction ទៅលើ blockchain អញ្ចឹងបានថាគាត់ត្រូវសិក្សាអំពីយន្តការទៅលើ blockchain របស់ក្រុមហ៊ុន Bybit នឹងជាយូរឆ្នាំមកហើយបាទបើយើងតាមដឹងទេបាទអញ្ចឹងវាធ្វើឲ្យគាត់អាចដឹងថាតើគេ mass វាមិនអញ្ចឹងគាត់បង្កើត account ច្រើននៅក្នុងហ្នឹងគាត់ transfer ចុះឡើងនៅធ្វើឲ្យជាដូចជា trading អញ្ចឹងគេហៅថា masking process បាទអញ្ចឹងចំណុចពីរនេះគឺជាចំណុចសំខាន់ដែលធ្វើឲ្យចុងក្រោយទម្រាំតែដឹងថាគេ transfer account transfer កាក់ Ethereum នឹងចេញបាទតាក់ទងមួយនឹងការស៊ើបអង្កេតបងបាទការស៊ើបអង្កេតអញ្ចឹងខ្ញុំចង់ឲ្យបងបកស្រាយតាក់ទងមួយហ្នឹងហេតុអីបានជាគេអាចចោទបានថាវាគឺជាសកម្មភាពពីក្រុម Lazarus ហ្នឹងបងហើយមានមនុស្សផាត់ជុងនៅពីខាងក្រោយផាត់ជុងបាទផាត់ជិនហុកបាទបងតាមពិតដូចខ្ញុំប្រាប់ពីមុនពីខាងដើមអញ្ចឹងក្រុមទាំងអស់នៅលើពិភពលោកដែលជា APT ហ្នឹងគឺគាត់តែងតែមានវិធីសាស្ត្ររបស់ខ្លួនគាត់រៀងៗខ្លួនបាទជាវិធីសាស្ត្រហើយនឹងឧបករណ៍គេហៅ tool ដែលគេប្រើមកហើយនឹង indicator of compromise ចឹងគេតែងតែបន្ទោសអ្នកគេធ្វើការស៊ើបអង្កេតគេបណ្ឌិតទៅលើចំណុចទាំងអស់ហ្នឹងគេអាចសន្និដ្ឋានថាគ្រប់ហ្នឹងវាចេញមកពីណាបាទចឹងឧទាហរណ៍ថាដោយការវាប្រហារទៅលើ Ronin X network ចឹងក៏ជាប្រភេទ crypto ដែរដែលកើតឡើងនៅឆ្នាំ2022បាទគឺក៏ដូចគ្នាដែរបាទគេរកឃើញថាក្រុមហ្នឹងក៏មានតំណែងទៅលើការវាប្រហារទៅលើ Ronin network ហ្នឹងដែរRonin network ហ្នឹងក៏អស់ច្រើនដែរបាទហើយការវាប្រហារទៅលើក្រុមហ៊ុន Sony ក៏មានរបៀបនិងវិធីសាស្ត្រស្តៀងគ្នាយ៉ាងដែរបាទអញ្ចឹងមកគេសន្និដ្ឋានថាតើក្រុមហ្នឹងវាមានតំណែងវាមិនដើម្បីឈានទៅដល់ថាវាតម្លៃថាជាក្រុមរបស់ Lazarus ហ្នឹងបាទចំណុចដែលតាក់ទងជាមួយនឹង Park Jin-hock បាទ Park Jin-hock គឺ FBI គឺ the most wanted person បាទជាជនដែលគេចង់បានបំផុតចង់តាមរកបំផុតប៉ុន្តែគេមានអត្តសញ្ញាណមកគេមានអត្តសញ្ញាណទេអ្នកខ្លះថាតាមឯកសារព័ត៌មានខ្លះថាគាត់មានតំណែងជាមួយចិនអ្នកឯកសារព័ត៌មានខ្លះថាគាត់មានតំណែងជាមួយនឹងខាងកូរ៉េខាងជើងបាទអញ្ចឹងPark Jin-hockគាត់មានឯកទេសបាទជំនាញរបស់គាត់គឺ social engineering បាទគាត់ជា mastermind នៅពីការរៀបចំទៅលើ social engineering បាទ process អញ្ចឹងมันគាត់មានភាពល្បីល្បាញហើយគេសិក្សាតាមការសិក្សាស្រាវជ្រាវទៅលើបច្ចេកទេសរបស់គាត់ទី1គាត់ចេះបកកាយទៅលើ social engineering ទី2គាត់ដឹងអំពីប្រព័ន្ធ blockchain crypto នឹងច្រើនគាត់តាក់ទងជាមួយនឹង mass process ហ្នឹងគឺគាត់ជាអ្នកធ្វើគេសន្និដ្ឋានណាបាទអញ្ចឹងជំនាញពីរនេះគឺគ្រប់គ្រាន់សម្រាប់តែខ្លួនគាត់មួយគឺអាចនឹងជួយក្រុមនឹងឲ្យអាចវាបហាមិនថា Bybit ថ្ងៃហ្នឹងអាចក្រុមហ៊ុនផ្សេងទៀតថ្ងៃក្រោយក៏យើងមិនដឹងដែរបាទចឹងសម្រាប់នៅក្នុងករណីនេះពីព្រោះអី
បន្ទាប់ពីមានរឿងហ្នឹងកើតឡើងបងមានអ្នកដែលគាត់ប្រើប្រាស់ crypto ជាច្រើនគាត់តែនិយាយថាអូប្រព័ន្ធមួយហ្នឹងវាអត់មានសុវត្ថិភាពទេចឹងចង់ឲ្យបងលើកយកករណីហ្នឹងចែកម្លែកជូនទៅខាងបងប្អូននេះគាត់បានយល់ច្បាស់បន្តិចបងបាទនិយាយរួមទៅបើយើងនិយាយតែប្រព័ន្ធអីក៏ដោយនៅលើពិភពលោកបាទបើយើងនិយាយភាពងាយរងគ្រោះតែងតែមានហើយនឹងភាពហានិភ័យនេះតែងតែមានទាំងអស់ការទប់ស្កាត់និងនីតិវិធីនៅក្នុងការទប់ស្កាត់វាមានសារៈសំខាន់បាទប៉ុន្តែបើយើងនិយាយឲ្យល្អមែនតើប្រកបមែនតើនៅក្នុង crypto វាមានចំណុចមួយដ៏ល្អគឺយើងគេឲ្យមាន cold wallet បាទបែរថាយើងអាចទិញដូចជា USB ហ្នឹងបាទយើងអាច copy ប្រសិនបើយើងមានលុយច្រើននៅក្នុងថវិកាច្រើននៅក្នុងcryptocurrency យើងអាចទិញ cold wallet ហ្នឹងដែលតម្រូវទៅតាមកាក់របស់យើងដែលយើងមានហ្នឹងអាច copy the whole network ចូលមកនៅក្នុងនេះហើយនៅពេលដែលយើងមានតម្រូវការយើងដាក់ចូលទៅក្នុងហ្នឹងវិញហើយយើងដកដូរទៅបាទអាហ្នឹងជាវិធីសាស្ត្រដែលល្អបំផុតហើយប៉ុន្តែភាគច្រើនគេធ្វើធម្មតាវាការពារបានល្អប៉ុន្តែក៏វាមានភាពលំបាកបើយើងចេះតែយើងធ្វើការ process ទៅលើសិក្សាទៅលើថាតើ copy អាកាក់របស់យើងមក cold wallet ហ្នឹងវាពិបាកអត់បាទហើយវាមានភាពស្មុគស្មាញខ្លះតែយើងធ្វើប្រហែលក៏យើងអាចនឹងប្រឈមទៅនឹងការបាត់ដែរបាទយើង copy ខុស network គឺដូចបោះលុយចោលហ្នឹងបាទតែខ្ញុំចង់ដឹងបន្តិចបងតាក់ទងជាមួយនឹងការវាយប្រហារនៅខាងក្រៅស្រុកក៏ដូចជានៅខាងក្នុងស្រុកដែលបងធ្លាប់បានឆ្លងកាត់កន្លងមកអញ្ចឹងបើសិនជាឲ្យប្រៀបធៀបគ្នាតើការវាយប្រហារនៅក្នុងស្រុករបស់យើងរាល់ថ្ងៃហ្នឹងមានកម្រិតយ៉ាងម៉េចដែរបងបើខ្ញុំលើកប្រវត្តិតិចមកពីកាលពីមុនក៏យើងធ្លាប់មាន hacker ក្មេងៗបាទកាលឆ្នាំហ្នឹងក៏យើងមានការកតាប្រឈមតាំង2013ណាមានក្មេងៗវាយប្រហារមក website រដ្ឋាភិបាលប៉ុន្តែខ្ញុំគិតថាយើងនៅតូចតាចយើងនៅស្រាលបាទបើយើងប្រៀបធៀបទៅនឹងការវាយប្រហារទៅលើក្រុមហ៊ុនដូច Bybit នេះក្រុមហ៊ុន Sony នេះគឺជាអ្នកក្រុម hacker របស់គេគឺមានបច្ចេកទេសខ្ពស់មានភាពស្មុគស្មាញហើយគេធ្វើរាប់ឆ្នាំគេមិនរបស់យើងធ្វើតែតាម tool តិចតួចដែលជានៅក្មេងខ្ចីបាទខ្ញុំជឿថាអ្នកទាំងអស់នោះក៏បានធ្លាប់ត្រូវបានរដ្ឋាភិបាលយើងហៅចូលរួមជាមួយរដ្ឋាភិបាលដើម្បីធ្វើជាមន្ត្រីដើម្បីកសាងគេឈ្មោះរបស់គាត់វិញដែរហើយក៏ជាការដែលជួយរដ្ឋាភិបាលក្នុងការរៀបចំទៅលើការងារ cyber ដែរហ្នឹងគឺតកតងមួយក្នុងស្រុកក្នុងក្រៅស្រុកយើងដឹងហើយរាល់ថ្ងៃគឺមានការវាយប្រហារបើយើងទៅមើលព័ត៌មាននៅលើអន្តរជាតិវិញការវាយប្រហារសឹងតែរាល់ថ្ងៃទៅលើប្រព័ន្ធនេះប្រព័ន្ធនោះបាទគឺមានភាពស្មុគស្មាញហើយយើងឃើញថាការរីកចម្រើននៅលើពិភពលោកគេយកប្រព័ន្ធ cyber នេះជាប្រព័ន្ធទីចំណុចទី5បាទនៅទី5ដើម្បីវាយប្រហារពិភពលោកគេលែងប្រើកំភ្លើងដូចពីមុននេះណាបាទពេលច្រើនគេប្រើតែប្រព័ន្ធ cyber ហ្នឹងដើម្បីវាយប្រហារអាចធ្វើឲ្យប្រទេសមួយមានភាពចលាចលបានបាទយើងសម័យមើលបើយើងប្រព័ន្ធទឹកប្រព័ន្ធភ្លើងបើយើងទៅជា smart បាទប្រើប្រព័ន្ធ digital ប្រព័ន្ធហិរញ្ញវត្ថុរបស់យើងបាទធនាគារអ៊ីនធឺណិតចូលប្រមាណប្រព័ន្ធទាំងអស់ហ្នឹងគាំងក្នុងរយៈពេលមួយសប្តាហ៍បាទតែយើងមានរឿងអីកើតឡើងបើយើងនេះគឺជាកង្វល់ខ្ញុំជឿថារដ្ឋាភិបាលក៏តែងតែខ្វល់ពីរឿងហ្នឹងដែរបាទហើយអញ្ចឹងហើយមិនរដ្ឋាភិបាលចាប់ដើមគិតគូររៀបចំនយោបាយថ្នាក់ជាតិដែលមានការបង្កើតទៅជាគណៈកម្មការ digital សន្តិសុខ digital មួយបាទដែលដឹកនាំដោយអាយដាមបុព្វនេពសវឿនបាទអញ្ចឹងនៅក្នុងនោះគឺយើងឃើញការយកចិត្តទុកដាក់ហ្នឹងគឺដើម្បីបង្ហាញថាតើយើងថ្ងៃក្រោយទៅយើងគួរតែរៀបចំនីតិវិធីឬក៏ប្រព័ន្ធការពារយ៉ាងម៉េចដើម្បីការពារព័ត៌មានរបស់ប្រជាជនយើងបាទការពារសន្តិសុខជូនប្រជាជនយើងការពារសុវត្ថិភាពផ្សេងតាក់ទងទៅនឹងការជីវភាពរស់នៅបាទចាំថ្ងៃបាទនេះគឺមានសារៈសំខាន់ប៉ុន្តែតាក់ទងជាមួយនឹងការបង្កើតទៅលើគណៈកម្មការ online scam ដែលរដ្ឋាភិបាលគាត់កំពុងតែបង្កើតថ្មីហ្នឹងមានមុខងារនិងតួនាទីខ្លះនៅក្នុងការធ្វើបងខ្ញុំនិយាយមុនហ្នឹងគឺគណៈកម្មការ
digital សន្តិសុខ digital ហ្នឹងគឺខុសពីគណៈកម្មការ online scam ខុសគ្នាបាទគណៈកម្មការ online scam គឺគាត់មានទូនាទីដើម្បីធ្វើការទប់ស្កាត់ជាមួយនឹងការលបែង online scam បាទហើយនឹងគឺខុសគ្នាបាទដើរតួនាទីខុសគ្នាហើយប៉ុន្តែក៏ចូលរួមនៅក្នុងការវាមានពាក់ព័ន្ធគ្នាការងារមួយចំនួនតែតទៅនឹងប្រព័ន្ធ digital ដែរបាទចូលដល់សម្រាប់គណៈកម្មការដែលបងបានលើកឡើងមុនហ្នឹងបងថាគាត់នឹងធ្វើទៅលើកិច្ចការយីខ្លះដែរបងតើតើជាមួយនឹងគណៈកម្មការសន្តិសុខ digital ហ្នឹងគាត់នឹងដើរតួនាទីសំខាន់នៅក្នុងហ្នឹងគាត់មានបែងចែកចេញជាអនុគណៈកម្មការ4បាទអនុគណៈកម្មការទី1គឺអនុគណៈកម្មការសន្តិសុខ cyber ដែលដឹកនាំដោយក្រសួងប្រៃសណីបាទទូរកម្មនិគមគណៈកម្មការទី2អនុគណៈកម្មការទី2គឺតកតជាមួយ cyber crime ដឹកនាំដោយក្រសួងមហាផ្ទៃបាទអនុកម្មការទី3គឺតកតជាមួយនឹង diplomacy បាទខាងក្រសួងការបរទេសបាទគណៈកម្មការទី4អនុគណៈកម្មការទី4គឺ cyber defense គឺតកតមួយក្រសួងការពារជាតិបាទអញ្ចឹងការងារនេះនឹងរៀបចំបន្តទៀតឥឡូវយើងមានអនុគណៈកម្មការយើងមានអ្នកទទួលខុសត្រូវយើងត្រូវការរៀបចំជើងក្រោមបន្តទៀតបាទខ្ញុំចង់ដឹងតើតើជាមួយនឹងការចែករំលែកនៅសប្តាហ៍ថ្ងៃនេះបងគិតថាព្រោះខ្ញុំឃើញថាប្រព័ន្ធបច្ចេកវិទ្យាវាកាន់តែទំនើបបងប៉ុន្តែខ្ញុំនៅតែគិតថាបើសិនជាកាន់តែទំនើបកាន់តែមានហានិភ័យចឹងបងអញ្ចឹងនៅក្នុងអារម្មណ៍បងតើតើមកបបពិសោធន៍បងកន្លងមកបងយល់ឃើញយ៉ាងដូចដែរនៅការប្រវត្តិបច្ចេកវិទ្យាហ្នឹងហើយតើតើជាមួយប្រព័ន្ធសុវត្ថិភាពដែលអាចចែកម្លែកទៅកាន់បងប្អូនយើងបានណាបងបាទជារួមខ្ញុំអាចផ្ដល់ជាអនុសាសន៍ខ្លះតើតើជាមួយនឹងការការពារយើងគួរតែមានភាពប្រយ័ត្នប្រយែងទៅលើទីមួយទៅការស្វែងយល់ស្វែងយល់ពីបច្ចេកវិទ្យាស្វែងយល់អំពីការវាយប្រហារផ្សេងៗតាមរយៈព័ត៌មានដែលយើងមើលទៅបាទហើយស្វែងយល់ថាតើចូលរួមសិក្ខាសាលាផ្សេងៗដើម្បីឲ្យបានដឹងរឿងថាតើការវាយប្រហារហ្នឹងគេវាយប្រហារដោយយ៉ាងម៉េចអីចឹងណាបាទហើយទី2ការប្រើប្រាស់ឧបករណ៍យើងគួរជៀសវាងការប្រើប្រាស់ទៅលើការចុចទៅលើ link អីផ្សេងៗដែលយើងមិនស្គាល់មិនបានដឹងច្បាស់លាស់សូមកុំចុចហើយប្រយ័ត្នប្រយែងទីចំណុចទី2គឺការទំនាក់ទំនងជាមួយបុគ្គលផ្សេងៗដែលយើងមិនប្រកបដែលយើងអត់ស្គាល់ត្រូវតែដាក់ privacy ទៅលើ app ដែលយើងប្រើហ្នឹងឲ្យបានច្បាស់លាស់បាទដើម្បីជួយទប់ស្កាត់បាទព្រោះបើកាលណាយើងអត់មានវិធីសាស្ត្រទប់ស្កាត់ខ្លួនឯងជាបុគ្គលនឹងការស្វែងយល់ទេគឺអាចទៅនឹងមានបញ្ហាច្រើនបាទចំពោះស្ថាប័នវិញស្ថាប័នគួរតែមានបុគ្គលិកដែលទទួលខុសត្រូវផ្នែកសន្តិសុខ cyber ហើយគួរតែរៀបចំនីតិវិធីនៅក្នុងការអនុវត្តក្នុងការការពារក៏ដូចជារៀបចំនៅប្រព័ន្ធការពារផ្សេងៗបាទហ្នឹងគឺជាយោបល់ជារួមទេបើយើងអាចត្រឡប់មកតាក់ទងជាមួយនឹងcryptocurrency វិញនៅក្នុងប្រព័ន្ធ exchange ធម្មតាគេតែងតែមានយន្តការការពារច្រើនបាទចឹងដូចជាយើងលើកឧទាហរណ៍ដូច Binance គាត់ដូចឃើញមានជាយន្តការការពាររបស់គាត់គឺខ្លាំងបាទមានទាំងយើងឃើញ username password បន្ទាប់មកគាត់មាន authentication process ច្រើនដូចជាយើងអាច link ជាមួយនឹង face detection យើងអាច link ជាមួយនឹង passcode ក៏ដូចជាមួយលេខទូរស័ព្ទឬក៏ email ដែលយើងផ្សេងៗទៅដាក់បាទជាងយើងគួរតែដាក់ password អីឬក៏ដាក់ការប្រព័ន្ធការពារច្រើនដំណាក់កាល multiple factor authentication ហ្នឹងឲ្យបានច្រើនដើម្បីជួយការពារយើងដែរបាទហើយអនុសាសន៍មួយទៀតគឺសម្រាប់បើអ្នកលេងវិញគឺអ្នកលេងប្រព័ន្ធហ្នឹងគឺគួរតែប្រើទូរស័ព្ទមួយដាច់តម្លៃទៅដើម្បីកុំឲ្យយកទៅលេងហ្គេមឬក៏លេងអីដែលអាចប្រឈមទៅនឹងការវាយប្រហារផ្សេងៗព្រោះជួនកាលគេបោកបញ្ឆោតយើងឲ្យយើង install បាទអញ្ចឹងពេលយើង install ជាពិសេសបើយើងមើលយើងអត់មើលប្រភពច្បាស់លាស់គឺគាត់អាចនឹងប្រឈមទៅនឹង install malware នៅក្នុងទូរស័ព្ទរបស់គាត់អញ្ចឹងបើទៅប្រឈមនឹង malware គេអាចយកព័ត៌មានបានអាចយក password ចឹងបានគេអាចយក passcode ចឹងបានអញ្ចឹងយើងអាចប្រឈមទៅនឹងការវាយប្រហារបាទដកវាចេញបាទព្រោះខ្ញុំសង្កេតឃើញថាបងប្អូនយើងមួយចំនួនគាត់ចូលចិត្តដាក់ password ដែលងាយស្រួលក្នុងការចាំអញ្ចឹងណាបងបាទ
ហ្នឹងជាធម្មជាតិរបស់មនុស្សយើង បាទបងមានអីសម្រាប់ចែកម្លែកទៅកាន់បងប្អូនយើងមុននឹងបិទការសន្ទនាបង ជាចុងក្រោយខ្ញុំគិតថាទី1យើងគួរស្វែងយល់អំពីសន្តិសុខ cyber នឹងបានច្រើនបាទអ្នកខ្លះថាខ្ញុំអត់ធ្វើការតាក់ទងជាមួយនឹងការងារហ្នឹងទេហេតុអីខ្ញុំគួរទៅរៀនអំពីសន្តិសុខ cyber ទៅអីសន្តិសុខ cyber គេមានពាក្យមួយគេថា share responsibility បាទគឺជាការទទួលខុសត្រូវរួមបាទអញ្ចឹងពេលដែលយើង share responsibility នៅលើប្រព័ន្ធមួយគឺយើងក៏ត្រូវចូលរួមដែរបាទយើងពេលដែលយើងចូលរួមគឺបើថាអាចបែកធ្លាយពីយើងក៏អាចបែកធ្លាយទាំងអស់គ្នាដែរបាទអញ្ចឹងចំណុចនេះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគឺអាចសិក្សាស្វែងយល់អំពីសន្តិសុខ cyber ហើយនៅវិធីសាស្ត្រនៅក្នុងការវាយប្រហារផ្សេងៗហើយមានភាពប្រុងប្រយ័ត្នបាទហើយខ្ញុំសង្ឃឹមថាទីទៀតរដ្ឋាភិបាលនឹងចេញច្បាប់សន្តិសុខ cyber ក៏ដូចជាច្បាប់ឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យាព័ត៌មានវិទ្យាច្បាប់នេះខ្ញុំលើកថាពួកគាត់គ្រងយូរដែរបងបាទប៉ុន្តែអាចនឹងចេញឆាប់ខ្ញុំមិនតន់ថាយ៉ាងម៉េចទេប៉ុន្តែអាចនឹងចេញឆាប់ហើយខ្ញុំសង្ឃឹមតែអញ្ចឹងដើម្បីជួយជំរុញឲ្យស្ថាប័នពាក់ព័ន្ធផ្សេងស្ថាប័ននៅក្នុងប្រទេសកម្ពុជាយើងដែលធ្វើការនៅលើប្រព័ន្ធផ្សេងហ្នឹងទៅមានភាពទទួលខុសត្រូវបាទអញ្ចឹងគឺនេះជាចំណុចដែលខ្ញុំអាចផ្ដល់ឲ្យដែលគឺថាគួរតែជាការទទួលខុសត្រូវរួមខ្ញុំគាត់ថាខ្ញុំមកធ្វើការផ្នែកហ្នឹងខ្ញុំអត់មានរៀនផ្នែកហ្នឹងខ្ញុំអត់ចាំបាច់ធ្វើមានទេប៉ុន្តែយើងក៏ការងារយើងប្រចាំថ្ងៃក៏យើងប៉ះពាល់ទៅលើប្រព័ន្ធផ្សេងដែរអញ្ចឹងក៏ទៅគួរស្វែងយល់ការស្វែងយល់ហ្នឹងជាកត្តាសំខាន់ណាស់បាទច្រើនក្រោយអរគុណអ្នកនរគ្នាសម្រាប់ការតាមដានក៏ដូចជាស្ដាប់ជាមួយនឹង podcast ខ្ញុំជាមួយនឹងបងហើយខ្ញុំសង្ឃឹមថាយើងនឹងមានឱកាសក្រោយដែលអាចជជែកគ្នាជាមួយនឹងគាត់ជាមួយវិធានបទផ្សេងបន្តទៀតអ្នកអាចធ្វើការ comment ក៏ដូចជា like និងធ្វើការចែកម្លែកវីដេអូមួយនេះទៅកាន់បងប្អូនដែលគាត់មិនសូវបានស្វែងយល់ទាក់ទងជាមួយនឹងវិស័យសន្តិសុខបច្ចេកវិទ្យាហើយពួកយើងនឹងព្យាយាមបង្កើតមាតិកានេះបែបនេះបានច្រើនជូនអ្នកនរគ្នានៅក្នុងឱកាសក្រោយទៀតអរគុណសម្រាប់ការតាមដានវីដេអូនេះខ្ញុំជាមួយនឹងបងសូមជម្រាបលាអ្នកទាំងអស់គ្នាបាទអរគុណវិទ្យាស្ថាន Sunrise នាំអ្នកទៅកាន់វិញ្ញាបនបត្រ IT កម្រិតពិភពលោក